សូមជូនរឿងប្រវត្តិរន្ទះកាលពីព្រេងនាយសម័យដែលពិភពលោកនៅពោពេញដោយមន្តសិលសាស្ត្រនៅលើកំពូលភ្នំដ៏ខ្ពស់ត្រដែតមួយមានអាស្រមមហាអេសីដ៏មានឫទ្ធិម្នាក់លោកមានសិស្សពីររូបដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់គឺរាមមាសូរដែលជាយក្សបិសាចមានកម្លាំងខ្លាំងក្លានិងនាងមេខលាដែលជាទេពធីតាមានរូបឆោមលោមពណ៌ស្រស់ស្អាតនិងមានបញ្ញាវាងវៃរាល់ថ្ងៃនាគទាំងពីរខិតខំរៀនសូត្រពីលោកគ្រូមិនដែលហត់នឿយឡើយរាមមាសូរជឿជាក់លើកម្លាំងបាយចំណែកឯមេខលាជឿជាក់លើការគិតវែងឆ្ងាយលោកតាអេសីសម្លឹងមើលសិស្សទាំងពីរដោយសេចក្តីស្រឡាញ់ស្មើគ្នាប៉ុន្តែលោកចង់ដឹងថាតើនរណាដែលអាចប្រើបញ្ញាបានមុតស្រួចជាងថ្ងៃមួយលោកតាបានហៅសិស្សទាំងពីរមកចំពោះមុខហើយមានប្រសាសន៍ថាចៅទាំងពីរអើយវិជ្ជាដែលគ្រូមានគ្រូបានបង្ហាត់បង្រៀនអស់ហើយឥឡូវគ្រូចង់លបងបញ្ញាចៅបន្តិចតើអ្នកណាអាចយកកែវមួយមានទឹកសន្សើមពេញមកអោយគ្រូបានគ្រូនឹងជប់ទឹកនោះអោយក្លាយជាកែវមនោរាដែលមានឫទ្ធានុភាពអស្ចារ្យបំផុតគ្រាន់តែឮដូច្នោះរាមមាសូរក៏ប្រញាប់យកកែវពេជ្រធំមួយហោះទៅតាមត្រីព្រឹក្សារៀងរាល់ព្រឹកព្រលឹមពេលទឹកសន្សើមដក់នៅលើស្លឹកឈើរាមមាសូរខំផ្អៀងកែវត្រង់យកទឹកម្ដងមួយដំណក់ប៉ុន្តែដោយសារខ្លួនជាយក្សមានដៃជើងធំនិងចិត្តឆេវឆាវពេលត្រង់បានបន្តិចក៏ស្រាប់តែប៉ះស្លឹកឈើអោយជ្រុះទឹកសន្សើមអស់ឬពេលខ្យល់បក់បោកមកក៏ធ្វើឲ្យទឹកក្នុងកែវហក់ចេញទៅវិញអស់ច្រើនថ្ងៃកន្លងផុតទៅរាមមាសូរនៅតែត្រង់មិនបានកន្លះកែវផងជួយទៅវិញនាងមេខិលាមិនបានប្រញាប់ប្រញាល់ឡើយនាងអង្គុយសម្លឹងមើលធម្មជាតិហើយគិតថាទឹកសន្សើមមានតិចតួចណាស់បើត្រង់ផ្ទាល់មុខជាមិនបានពេញឡើយនាងក៏នឹកឃើញល្បិចមួយគឺយកបណ្ដូលឈើដែលស្ពោតទន់ដូចសំឡីដើរផ្ដិតស្លឹកឈើនិងស្មៅរាល់ព្រឹកបណ្ដូលនាងយកបណ្ដូលឈើនោះមកច្របាច់ដាក់ក្នុងកែវមិនយូរប៉ុន្មាននាងក៏ទទួលបានទឹកសន្សើមពេញកែវថ្លាយងហើយយកទៅថ្វាយលោកតាមុនីអេសីមុនគេបង្អស់លោកតាអេសីញញឹមរួចពោលសរសើរថាមេខលាអើយចៅពិតជាមានបញ្ញាឆ្នើមមែនលោកតាក៏ចាប់ផ្ដើមសូត្រមន្តវិជ្ជាជប់ទឹកសន្សើមនោះឲ្យคล้ายជាកែវមនោរាពេលដែលមានពន្លឺចាំងផ្លេករួចប្រគល់ឲ្យនាងលោកតាប្រាប់ទៀតថាកែវមនោរានេះអាចអោយនាងហោះហើរទៅណាបានតាមចិត្តប្រាថ្នាមិនថាក្នុងអាកាសឬក្នុងមហាសមុទ្រឡើយនាងមេខលាត្រេកអរណាស់ក៏ក្រាបថ្វាយបង្គំលោកគ្រូហោះគ្រូវីកែវលេងយ៉ាងសប្បាយរីករាយបន្ទាប់ពីចំណែកឯរាមមាសូរវិញបន្ទាប់ពីព្យាយាមអស់ជាច្រើនសប្តាហ៍រាមមាសូរក៏ត្រង់ទឹកសន្សើមបានពេញកែវដែរយក្សចិត្តខ្លាំងរូបនេះហោះមកជួបលោកគ្រូទាំងញញឹមបិទមុតមិនចិត្តប៉ុន្តែលោកគ្រូក្រវីក្បាលហើយប្រាប់ថាចៅមកយឺតពេលហើយកែវមនោរាមានតែមួយហើយត្រូវគ្រូបានអោយទៅមេខលាបាត់ហើយឮដូច្នោះរាមមាសូរក៏ស្រែកយំខ្សិតខ្សួលបោកខ្លួននៅចំពោះមុខគ្រូដោយសេចក្តីតមនាដោយក្តីអាណិតសិស្សលោកតាក៏បានហុច
ពូថៅមុនមួយអយរៀមមេសូរួចប្រាប់ថាកុំយំអីចៅនេះជាពូថៅមុនបើចៅចង់បានកែវមโนរាចៅត្រូវទៅដណ្ដើមពីមេខេឡាដោយខ្លួនឯងប៉ុន្តែត្រូវចាំថាពេលមេខេឡាក្រវីកែវចៅត្រូវបិទភ្នែកឲ្យចិត្តបើមិនដូច្នោះទេពន្លឺកែវនឹងធ្វើឲ្យចៅងងឹតភ្នែកជាមិនខានរាមេសូចាប់ពូថៅមុនហោះឆ្វេងឆ្វាត់កាត់ពពកស្វែងរកនាងមេខេឡាគ្រប់ទិសស្រាប់តែថ្ងៃមួយមេចាប់ផ្ដើមងងឹតស្លុបដុំពពកខ្មៅបក់បោកមកជួបគ្នានាងមេខេឡាចេញមកមុជទឹកភ្លៀងលេងយ៉ាងសប្បាយរាមេសូឃើញឱកាសល្អក៏ស្ទុះទៅរៀងផ្លូវនាងមេខេឡាដឹងខ្លួនទាន់ក៏លើកកែវមโนរាក្រវីឡើងលើពន្លឺកែវបានចាំងភ្លេចភ្លេចពេញផ្ទៃមេឃដែលយើងហៅថាភ្នែកបន្ទោរាមេសូឃើញពន្លឺចាំងខ្លាំងពេកក៏ប្រញាប់បិទភ្នែករួចក្រវីពូថៅមុនចូលសំដៅទៅនាងមេខេឡាពូថៅមុនហោះកាត់ពពកបង្កើតជាសំឡេងក្រហមខ្លាំងលឿនលឺរំពងពេញភពផែនដីដែលយើងហៅថាគោលន់នឹងឯងប៉ុន្តែដោយសាររាមាសូបិទភ្នែកពេលចូលពូថៅអាវុធនោះក៏មិនដែលត្រូវនាងមេខេឡាឡើយវាបានធ្លាក់ចុះមកដីបង្កើតជាសំឡេងផ្ទុះយ៉ាងខ្លាំងដែលយើងហៅថារន្ទះបាញ់ការសន្និដ្ឋានរហូតដល់សព្វថ្ងៃនេះអោយតែមានមេឃភ្លៀងធ្លាក់មកម្ដងយើងតែងតែឃើញពន្លឺភ្លេងបន្ទោលពន្លឺកែវមេខេឡានិងសំឡេងផ្គរលឿនរន្ទះសំឡេងពូថៅរាមេសូកើតមានជានិច្ចចំណែកឯវត្ថុរឹងដែលមានរាងដូចផ្លែពូថៅដែលគេរកឃើញនៅក្នុងដីខ្មែរយើងហៅថាកម្មរន្ទះដែលសន្មតថាជាអាវុធរបស់រាមេសូដែលធ្លាក់មកដីនោះឯងក្រោយពីការប្រកួតគ្នាយ៉ាងអស្ចារ្យកន្លងផុតទៅមេឃចាប់ផ្ដើមស្រឡះភពផែនដីចាប់ផ្ដើមមានសន្តិភាពឡើងវិញបាទរឿងនេះបានចប់ដោយបរិបូរណ៍ហើយអរគុណសម្រាប់ការតាមដានស្ដាប់បាទសូម